វិធីសាស្ត្រនៅក្នុងការសម្អាតស្បែកមុខរបស់យើងចាទោះបីជាបងប្អូន make up ការយ៉ាងណាក៏ដោយយើងមិនប្រើ toner remove makeup ទេចាជា toner remove makeup វាបានត្រឹមតែសម្អាតនៅស្រទាប់ខាងក្រៅទេចាអញ្ចឹងសម្រាប់សារធាតុកខ្វក់នៃធូលីដូចជាផ្សែងនៃរថយន្តឬក៏ផ្សែងពុលផ្សេងៗនៅពេលដែលវាចូលទៅក្នុងរថយន្តរបស់យើងវានឹងកទៅជាជាតិខ្លាញ់នៅក្នុងរថយន្តចាអញ្ចឹងដើម្បីសម្អាតស្បែកមុខរបស់យើងឲ្យកាន់តែស្អាតជាពិសេសគឺកម្ចាត់នៅគ្រឿង make up ដែលមាននៅលើមុខរបស់យើងបងប្អូនអាចជ្រើសរើសនៅ Atomy Deep Cleanser ចា Atomy Deep Cleanser គឺជាប្រភេទអាចនិយាយថាជាប្រភេទ cream ចាជា crème ចា crème ដែលយើងសម្អាតស្បែកមុខរបស់យើងចាមិនមែនតែសាក្រៅទេពីស្ទាប់ទី1រហូតដល់ស្ទាប់ទី3នៃស្បែកហើយវានឹងចូលទៅរំលាយសារធាតុខ្លាញ់ដែលមាននៅក្នុងរន្ធញើសរបស់យើងចាអញ្ចឹងធ្វើឲ្យមុខរបស់យើងនេះចានឹងជួយយើងសម្អាតស្បែកមុខរបស់យើងមកស្អាតលាងសារធាតុកខ្វក់ដេកធូលីហើយជាពិសេសគឺជួយរំលាយសារធាតុខ្លាញ់ដែលមាននៅក្នុងរន្ធញើសរបស់យើងចាអញ្ចឹងធ្វើឲ្យស្បែកមុខរបស់យើងចាមានសភាពស្រស់ស្រាយទន់ចាអាឡូមមានសំណើមចាអញ្ចឹងសម្រាប់មនុស្សស្រីឬក៏បុរសក៏អាចប្រើបានដែរហើយសម្រាប់បងប្អូនដែលមកពីការគេបងប្អូនចង់ remove make up វិធីសាស្ត្រគឺយើងមកមុខយើង make up អញ្ចឹងចាយើង make up ចឹងទៅហើយទៅមកបងប្អូនគ្រាន់តែមកដល់ផ្ទះភ្លាមគ្រាន់តែលាបចាលាបចោលចឹងទៅទុកប្រហែលជា2-3 second ចា2-3 វិនាទីក្រែមរបស់យើងនឹងរលាយទៅជាចាប្រែប្រួលទៅជាប្រេងអញ្ចឹងបងប្អូនអាចធ្វើការម៉ាសាចាម៉ាសាក្នុងលើស្បែកមុខរបស់យើងដើម្បីដុសជំរះនៅកាស៊ីណូនៃគ្រឿងសម្អាតផ្សេងៗដែលមាននៅលើមុខរបស់យើងបាទចានេះមុខរបស់ខ្ញុំនេះតែខ្ញុំលាប BB ចាលាបការពារម្ដងថ្ងៃចាសរងការពារម្ដងថ្ងៃជាមួយនឹង BB របស់ Atomy ចាប៉ុន្តែដោយសារតែ BB របស់យើងគឺពេលដែលលាបហើយគឺវាចូលមុខអស់ហើយចាវាចូលមុខហើយធ្វើមុខយើង smooth អញ្ចឹងបានបងប្អូនឃើញមុខខ្ញុំលក្ខណៈធម្មតាវាអត់សូវជាសខ្លាំងណាចានឹងគឺល្អមែនតើអញ្ចឹងតែការលាបទាំងការលាងសម្អាតគឺសំខាន់ដូចគ្នាអញ្ចឹងបើសិនជាយើងចង់ឲ្យការថែរក្សាបានល្អឬថាតែយើងលាងសម្អាតបានល្អដែរចាអញ្ចឹងបងប្អូនត្រូវតែជ្រើសរើសនៅចា Atomy Deep Cleanser ចាំបន្ទាប់ពីប្រើ Deep ហើយក៏បងប្អូនអាចប្រើ Foam Cleanser របស់ Atomy ដើម្បីលាងសម្អាតស្បែកមុខរបស់យើងបន្តទៀតបានសម្រាប់របៀបនៃការម៉ាស្សារបស់យើងគឺខ្ញុំបានសារក៏ដូចជារៀនពីតាមអនឡាញដែរចាដំបូងពេលគេយកដៃយើងហ្នឹងមកធ្វើដាក់បែបនេះចាអញ្ចឹងបន្តមកយើងទាញបែបនេះមកចាហើយខាងក្រោមយើងទាញពីការទៅហើយយើងអញ្ចឹងទៅដល់កន្លែងនេះគឺការម៉ាស្សាបែបនេះគឺជួយឲ្យមុខរបស់យើងពេលដែលយើងលាងសម្អាតមុខហើយធ្វើមុខរបស់យើងចាមានអារម្មណ៍ថាស្រស់ស្រាយអញ្ចឹងពេលម៉ាស្សាហើយមានអារម្មណ៍ថាស្បែករបស់យើងគឺថ្លៃហើយខុសពីយើងគ្រាន់តែលាងមុខធម្មតាចាហើយយើងធ្វើបែបនេះប្រហែលជាក្នុង1នាទីចា1នាទីបែបនេះយើងលាងទៅវាជួយទៅតាំងស្បែកមុខចាធ្វើការម៉ាស្សាទៅស្បែកមុខរបស់យើងជាពិសេសគឺនៅតាមកន្លែងអង្គុយរបស់យើងចាអញ្ចឹងគឺល្អមែនទែន